ស្ទើរចាប់ផ្ដើមឡើងតុងទីនក៏បានប្រាប់ម្ចាស់ហាងឲ្យថែមនំប៉័ង5ដុំទៀតមកពេលឈូក៏បានប្រាប់សិស្សច្បងថាប្រាក់នេះគឺជាប្រាក់ចុងក្រោយហើយតុងទីនក៏ចង្អុលឲ្យគេមើលខាងនោះទៅពេលឈូក្នុងនាមជាអ្នកញ៉ាំច្រើនដែរនៅឃើញជើងក៏ផ្ទះផ្អើលតុងទីនក៏ប្រាប់សិស្សប្អូននៅចំពោះមុខស្រីស្អាតធ្វើជាអ្នកមានមនុស្សតិចទៅឬក៏បានប្រកួតនៅនំដែលបានកំងអមិញមិញនេះទៅឲ្យពេលឈូយកទៅឲ្យកញ្ញាទាំងពីរពេលឈូក៏សួរគាត់មិនបានជាមិនយកទៅខ្លួនឯងទៅតែតុងទីនក៏បានប្រាប់នេះគឺជាអាការរបស់គេហើយទោះពេលនេះឯងមិនទាន់លែងលះដាច់ក៏ដោយក៏គ្មាននរណាមករារាំងឯងយកប្រពន្ធបានទៀតដែរហើយគ្រួសារជូគឺជាគ្រួសារដែលមានទ្រព្យសម្បត្តិហូរហៀបូកផ្សំជាមួយនឹងគុណជួយសង្គ្រោះជីវិតទៀតនោះឯងជ្រើសរើសកញ្ញាម្នាក់ក្នុងចំណោមអ្នកទាំងពីរទៅតែពេលឈូក្នុងនាមជាសភាពបរិសុទ្ធគេមិនអាចទាញយកផលប្រយោជន៍ពីរឿងនេះបានទៅយ៉ាងណាមិញបេះដូងរបស់ខ្ញុំមានតែឈឺតម្នាក់ប៉ុណ្ណោះគ្មានកន្លែងសម្រាប់អ្នកផ្សេងទេតែកម្ពុជាច្បងរបស់យើងក៏នៅតែបង្ខំឲ្យពេលឈូយកទៅឲ្យកញ្ញាទាំងពីរពេលឈូគ្មានជំរឿទេក៏ប្រាំធ្វើតាមកញ្ញាទាំងពីរគ្រាន់តែឃើញនំបែបនេះក៏បានហក់មកកាន់ពេលឈូតែម្ដងពេលឈូគេក៏បានក្រោកមកយ៉ាងវេទនាតុងទីនក៏បានសើចប្រាប់សិស្សប្អូនឯងចិត្តមានស្នេហាម្ដងទៀតហើយស្របពេលនឹងដែរកញ្ញាទាំងពីរក៏បានមកប្រាប់ថានាងបានញ៉ាំឆ្អែតហើយពេលឈូក៏លេចមកភ្ញាក់ផ្អើលចង់ប្រកែកសួរពួកនាងទៅញ៉ាំអស់ប៉ុន្មានទៅកញ្ញាម្នាក់នេះក៏តទៅវិញថាមកចង់រៀបការជាមួយនឹងខ្ញុំមែនពេលឈូលឺបែបនេះក៏ប្រញាប់ប្រកែកយ៉ាងលឿនរីឯកញ្ញាម្នាក់ទៀតនាងក៏បានអរគុណសម្រាប់អាហារមួយពេលនេះឥឡូវនេះនាងឆ្អែតហើយកម្លាំងក៏បានស្ដារឡើងមកវិញដែរតុងទីនក៏បានប្រាប់ពួកនាងវិញថាគ្មានបញ្ហាទេរួចក៏បានប្រាប់ថានៅក្បែរនេះគឺមានសាធារណកម្មឋានសួគ៌ដែលជាកម្មសិទ្ធិរបស់និកាយធំៗទាំង7និងគ្រួសារទាំង8អ្នកទាំងពីរអាចសម្រាប់នៅទីនោះបានដែលបែបនេះនាងក៏បានអរគុណទៅកាន់ពួកគេសម្រាប់គុណបណ្ដាញមួយនេះនាងនឹងសងវិញនៅថ្ងៃណាមួយបន្ទាប់មកសិននឹងក៏កាត់សិននៅពេលយប់នៅក្នុងសំណាក់របស់លោកម្ចាស់គាត់អ្នកទាំងពីរក៏បានធ្វើដំណើរមកដល់តុងទីនព្យាយាមសម្លឹងមើលគាត់ក៏ចាប់អារម្មណ៍ថាមានអ្វីចម្លែកហេតុការណ៍កើតឡើងធំប៉ុណ្នេះហើយបែរជាគ្មានអ្នកដើរល្បាតទៅវិញក្រោយមកក៏ចូលមកខាងក្រោមដើម្បីពិនិត្យមើលបន្តតុងទីនក៏និយាយផងដែរបើសិស្សប្អូនលៀនពិតជាសហការជាមួយនឹងខ្ពស់ភ្នំតៃហាងដើម្បីសម្រាប់លោកម្ចាស់គាត់ពិតមែនទោះបីជានាងចង់សម្រាប់លោកម្ចាស់គាត់ក៏ដោយក៏នាងគ្មានសមត្ថភាពដែរដូច្នេះហើយនៅពេលដែលកម្ពុជាភ្នំតៃហាងពួកគេនឹងធ្វើការប្រយុទ្ធគ្នាដើម្បីបន្លំភ្នែកគាត់ក្រោយពីនេះលោកម្ចាស់គាត់ក៏មិនខ្លាំងគ្រប់គ្រាន់ដើម្បីសម្រាប់ម្ចាស់កម្ពុជាភ្នំតៃហាងពីខាងត្បូងគណៈពេលដែលកំពុងតែប្រឈមមុខជាមួយនឹងដាវរបស់ឈិងយានទេព្រោះក៏បានប្រាប់សិស្សប្អូនឲ្យជួយស្វែងរកកន្លែងដែលលោកម្ចាស់គាត់ស្លាប់អ្នកទៅពីពិនិត្យមើលចុះឡើងតុងទីនក៏បានឃើញហើយវាគឺជាស្នាមឈាមដែលបានប្រឡាក់ចុះនឹងជញ្ជាំងពេលចូលមកពិនិត្យមើលក៏ដឹងថាឈាមនេះគឺស្អាតបន្តិចប្រហែលជាមានអ្នកមកជួយវាចេញហើយក្រោយមកពេលចូលក៏បានទៅពិនិត្យមើលកន្លែងទៀតគេក៏ហៅសិស្សច្បងតុងទីនក៏មានការចាប់អើព្រោះតែមានស្នាមជើងធំៗជាច្រើននៅទីនេះបើតាមមើលទៅក្រឡាស្ទើរនៅលើស្នាមជើងនេះវាគឺជាស្បែកជើងកវែងហើយស្បែកជើងកវែងនេះប្រហែលជារបស់លោកម្ចាស់គាត់ហើយរួចពេលចូលក៏ឲ្យគាត់មើលទៅស្នាមជើងពីកន្លែងទៀតវាត្រូវបានសង្កត់ជម្រៅពីអ៊ីងទៅក្រោមថ្មបើមើលតាមរូបរាងនេះវាគឺជាស្បែកជើងស៊ឺកុងដែលពេញនិយមក្នុងខេត្តទាំង5នៅភូមិភាគខាងត្បូងហើយទីតាំងកំពង់ភ្នំតៃហាងគឺស្ថិតនៅជិតនោះដូច្នេះហើយនៅពេលដែលមានឈ្មោះឆ្លងកាត់ចូលទៅក្នុងខេត្តទាំង5នោះពួកគេគឺត្រូវតែឆ្លងកាត់កំពង់ភ្នំតៃហាងសិនហើយបើតាមការសន្និដ្ឋានរបស់តុងទីននោះវាគឺជាស្បែកជើងរបស់យាយតុនហ៊ុនតែពេលចូលមិនបានគិនចឹងនៅឡើយវាគឺជាស្នាមជើងរបស់សាន់តៅតុងទីនក៏សួរទៅគេនឹងដោយរបៀបណាពេលចូលក៏បានរំលឹកទៅដល់ការប្រយុទ្ធនៅក្នុងស្នាក់មួយនោះនៅពេលដែលអ្នកទាំងពីរបានវាយសាន់តៅខ្ទៀតនោះគេក៏បានបន្សល់ទុកនៅស្នាមជើងនៅលើជញ្ជាំងមួយដែរតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់គេនោះពេលចូលសន្និដ្ឋានថានេះគឺជាស្នាមជើងរបស់សាន់តៅក្រោយមកក៏ប្រាប់ឲ្យតុងទីនមើលទៅកាន់ផតាមួយទៀតដែលជាស្នាមឆ្កូតនៅលើជញ្ជាំងវាមើលទៅដូចជាធ្លាប់ស្គាល់តុងទីនក៏ព្យាយាមពិនិត្យមើលនឹកទៅដល់ការប្រយុទ្ធពេលនោះជាមួយនឹងកាំបិតដែលសាន់តៅបានប្រើនោះច្បាស់ណាស់នេះគឺជាស្នាដៃរបស់គេរីឯពេលចូលវិញក៏បានប្រាប់សិស្សច្បងនោះហើយគឺជាស្នាមជើងរបស់យាយតុនហ៊ុនតុងទីនក៏បានប្រាប់សិស្សប្អូនថានៅក្នុងការប្រយុទ្ធរវាងជើងខ្លាំងថាមកពោឈីនឹងត្រូវបានផ្ទុកនៅលើជើងស្នាមជើងជ្រៅជាងមិនប្រកាសថាការវឹកហាត់ខ្ពស់ជាងនោះឡើយដោយទៅវិញស្នាមជើងកន្តរៈវាបង្ហាញថាម្នាក់នោះក៏មានជំនាញប្រើប្រាស់ធម្មពលឈីយ៉ាងច្បាស់លាស់ពេលចូលក៏បាននិយាយបន្តទៀតថាស្នាមជើងមួយនេះគឺជាស្នាមជើងរបស់គាត់ដែលមិនសល់ទុកមុនពេលគាត់ស្លាប់តុងទីនក៏បានមកពិនិត្យចាប់អារម្មណ៍ផងដែរថាមានស្នាមដៃនៅក្បែរនេះក្រោយមកទៀតក៏បានសមាជិកនៃការប្រយុទ្ធរវាងយាយតុនហ៊ុនជាមួយនឹងឈិងយៀនអ្នកទាំងពីរបានប្រើប្រាស់ល្បឿនយឺតលឿនបន្តកាប់គ្នាចុះឡើងរកការកម្មម្ដងតែតែមិនសល់ទុកនូវស្នាមដៃកម្មការបច្ចុប្បន្នវិញតុងទីនក៏បន្តពិនិត្យមើលស្នាមដៃមួយនេះសម្លឹងមើលចុះឡើងក៏ស្ទើរតែបានសម័យឃើញការប្រយុទ្ធរបស់អ្នកទាំងពីរទៀតហើយគណៈពេលនេះឈិងយៀនក៏បានកាប់គេពីបិតាធ្វើគេទៀតរួចក៏បានស្មុកចូលចាក់ទម្លាក់ខ្លួនបណ្ដាគេបាត់បង់ជីវិតភ្លាមៗតាមការពិភាក្សារបស់តុងទីននោះយាយតុនហ៊ុនត្រូវបានគេចាក់ទម្លាក់បេះដូងដូច្នេះហើយនេះក៏ពិតជាស្នាមជើងរបស់គេពិតមែននៅពេលដែលគេបានស្លាប់ទៅនោះធម្មពលឈីពិតរបស់គេបានផ្ទុកចេញមកក្រៅទៅស្នាមជើងមួយនេះគឺមានជម្រៅ3អ៊ីងនេះពិតជាកម្លាំងចុងក្រោយដ៏មានអានុភាពដ៏អស្ចារ្យពិតមែនឥឡូវនេះយើងបានកំណត់អត្តសញ្ញាណស្នាមជើងទាំង3រួចទៅហើយថាស្នាមជើងមួយណាគឺជាស្នាមជើងរបស់លោកម្ចាស់គាត់ដូច្នេះស្នាមជើងមួយចុងក្រោយនេះគឺប្រកាសជាស្នាមជើងរបស់ឈិងយៀនជាមិនខានព្រោះគាត់ក៏បានស្មាយឃើញអំពីការប្រយុទ្ធរបស់ពួកគេទៀតហើយសរសើរផងដែរថាជំនាញរបស់សំណាក់ធានសានគឺមិនធម្មតាទេពួកគេសង្កត់ធ្ងន់ទៅលើធម្មពលឈីនិងបញ្ចេញវាមកយ៉ាងពេញលេញមិនទុកសូម្បីតែចន្លោះប្រហោងណាមួយឡើយទោះស្ថិតនៅក្នុងសមត្ថភាពដ៏សាហាវឈិងយៀនក៏នៅតែអាចគ្រប់គ្រងនឹងមហូរធម្មពលឈីបានដែរដើម្បីកុំឲ្យខ្ជិលខ្ជាយនៅធម្មពលឈីដ៏អត់ប្រយោជន៍ដូច្នេះហើយស្នាមជើងរបស់នាងគឺជាស្នាមជើងដ៏រ៉ាប់បំផុតតុងទីនក៏រំលឹកផងដែរថាវីរៈបុរសវ័យក្មេងដែលល្បីល្បាញពីពេញពិភពលោកបង្ហាញខ្លួនឯងថាជាបរិសុទ្ធតាំងពីក្មេងមកយូរទៅមនុស្សគ្រប់គ្នានៅក្នុងពិភពកូនបានយល់ច្រឡំថានាងគឺជាមនុស្សប្រុសគ្រាន់តែឃើញស្នាមជើងមួយនេះភ្លាមខ្ញុំដឹងមុនបាត់ហើយនេះគឺជាស្នាមជើងរបស់ឈិងយៀនហើយឈិងយៀននាងគឺជាក្មេងស្រីជំទង់ម្នាក់ប៉ុណ្ណោះបៃឈូគេក៏មានការផ្សាប់អើទៅដឹងទេថាឈិងយៀនគឺជាមនុស្សស្រីក្រោយមកបៃឈូក៏និយាយផងដែរថាស្នាមជើងរបស់លោកម្ចាស់គាត់យាយតុនហ៊ុនជាមួយនឹងសានតៅក៏បានតម្រង់ទៅស្នាមជើងរបស់ឈិងយៀនតែម្នាក់ឯងចម្ងាយអ្នកគ្រប់គ្នាគឺស្ទើរនៅជិតគ្នាខ្លាំងណាស់ទោះបីបង្កើតទម្រង់ការពារក៏មិនអាចការពារទាន់ដែរហើយពួកគេក៏បានវាយប្រហារទៅកាន់ឈិងយៀនតែម្នាក់ឯងតុងទីម
មិនបានកិនចាំងឡើយគាត់គិតថាប្រហែលជាយាយតនហ៊ុនជាមួយនឹងសានតៅបានលាក់ខ្លួននៅជ្រុងម្ខាងមើលទៅកាន់ការប្រយុទ្ធរបស់អ្នកទាំងពីរហើយនៅពេលដែលឈិងយានបានសម្លាប់ទៅកាន់លោកម្ចាស់គាត់នោះពួកគេក៏បានលេចខ្លួនចេញមកចាត់ការទៅកាន់នាងពេលឈូក៏បានគិតពីលទ្ធភាពមួយនេះដែរតែវាមិនអាចទៅរួចទេព្រោះទៅទីនេះគ្មានកន្លែងលាក់ខ្លួនឡើយតាំងទីលើបែបនេះបិទភ្នែកសញ្ជឹងគិតបន្តិចក្រោយមកក៏ថាការសង្ស័យដ៏ធំបំផុតលោកម្ចាស់គាត់បានខុសខិតជាមួយនឹងកំពូលភ្នំតៃហាងរាឈិងយាននៅពេលដែលនាងបានយកសម្បត្តិដើម្បីបុគ្គលឲ្យលោកម្ចាស់គាត់នោះក៏បានមកជួបជាមួយកំពូលភ្នំតៃហាងដ៏ចៃដន្យដូច្នេះហើយពួកគេក៏ធ្វើជាវិយុទ្ធគ្នាដើម្បីឲ្យនាងយល់ច្រឡំពេលឈូក៏បាននិយាយអំពីលទ្ធភាពដែលអាចទៅរួចមួយទៀតគឺឈិងយានបានឃើញផ្ទាល់ភ្នែកអំពីកំពូលភ្នំតៃហាងជាមួយលោកម្ចាស់គាត់កំពុងតែជជែកគ្នាខណៈពេលនេះនាងទាំងបីគ្រាន់តែឃើញឈិងយានភ្លៀងក៏បានសម្លុកចូលវិភាយកតែម្ដងទោះនេះគឺជាការប្រយុទ្ធ3ទល់1ក៏ដោយតែការគ្រប់គ្រងធម្មពលឈីរបស់ឈិងយានគឺមិនធម្មតាទេនាងក៏អាចវាយជាមួយនឹងពួកគេស្មើដៃបានខណៈពេលនេះលោកម្ចាស់គាត់ក៏បានសម្លុកចូលនាងក៏អាចវាយគាត់ខ្ទាតទៅវិញព្រះអាសានតៅក៏បានចូលវិញម្ដងព្រោះការប្រយុទ្ធរបស់ពួកគេគឺតែនៅបន្សល់ទុកនៅស្នាមដៃជាមួយនឹងស្នាមជើងបន្ទាប់មកយាយតនហ៊ុនក៏បានចូលទៅម្នាក់ទៀតឈិងយានក៏បានទប់ទល់មិនដោយនាងបានខ្ទាតរំពេចនៅសានតៅក៏បានមកវិភាម្ដងទៀតហើយអ្នកទាំងពីរសហការគ្នាវាយទៅកាន់ឈិងយានតែម្នាក់ឯងស្របពេលដែលឈិងយានបន្តទប់ទល់ជាមួយនឹងអ្នកទាំងពីរនោះលោកម្ចាស់គាត់ក៏បានមកលួចវាយឆ្មក់នាងពីខាងក្រោយបើទោះបីជាអញ្ចឹងឈិងយានក៏នៅតែអាចវាយគាត់ខ្ទាតម្ដងទៀតសម្លឹងមើលទៅកាន់គាត់ជាមួយនឹងកែវភ្នែកដ៏កំហឹងលោកម្ចាស់គាត់ក៏បានស្ទុះមកកាប់សាច់ជាថ្មីឈិងយានក៏បន្តទប់ទល់តាមតែក៏បានមកវាយឆ្មក់ពីខាងក្រោយតែក៏ត្រូវបានឈិងយានតមួយជើងធ្វើឲ្យគេខ្ទាតទប់នឹងជញ្ជាំងនាងក៏ចង់ចូលមកចាក់សម្លាប់គេតែគេក៏អាចគេចផុតបានក្រោយមកស្តាន់តើក៏បានបន្តកាប់ទៅកាន់ឈិងយានរួចក៏ថាទៅបានកាប់ទៅកាន់ជញ្ជាំងឲ្យមានស្នាមទៀតផងឆ្លៀលការល្អឈិងយានក៏បានទាត់គេមួយជើងតែស្តាន់តើក៏នៅតែសម្រុកចូលជាលទ្ធផលនោះក៏ត្រូវបានឈិងយានកាប់មិនដោយមានរបួសយាយតនហ៊ុនក៏បានមកវាយផាវិញម្ដងស្តាន់តើឃើញចឹងគេក៏បានផ្លាស់ទីចាស់ចេញទៅរាឈិងយានដែលកំពុងតែប្រយុទ្ធជាមួយនឹងយាយតនហ៊ុននោះគេមិនមែនជាដៃគូរបស់នាងឡើយចុងក្រោយក៏ត្រូវបានឈិងយានចាក់សម្លាប់លោកម្ចាស់គាត់នៅម្ខាងឃើញចឹងក៏ពិតជាមុំមកជាខ្លាំងសម្រុកចូលតែជាលទ្ធផលនោះក៏ត្រូវបានឈិងយានចាក់សម្លាប់ម្នាក់ទៀតដល់ឡែកឈិងយានវិញយើងបានដឹងស្រាប់ហើយថានាងរងរបួសមិនតិចទេរាស្លាកតាមជាច្រើនក៏បានមកសល់ទុកពីការប្រយុទ្ធរបស់ពួកគេពេលឈូក៏បានរំលឹកផងដែរពីសម្លេងរបស់ម៉ូលីនគេក៏បាននិយាយកុហកដែលថាឈិងយានបានយកប្រអប់ដៃដាក់សម្បត្តិនៅពីលោកម្ចាស់គាត់តាមពិតទៅលោកណាសានបានបន្លំនូវសម្បត្តិមួយទៀតសម្បត្តិដែលត្រូវបានបកគោទៅកាន់លោកម្ចាស់គាត់នោះគួរតែនៅគាត់ខណៈពេលនឹងដែរយើងក៏សត្វតែបានឃើញស្ថានភាពជុំវិញទីនេះដូចជាមានអ្វីចម្លែកមនុស្សម្នាក់ក៏បានមកវិភាគតងទីងពេលឈូក៏បានស្រែកប្រាប់សិស្សរបស់ប្រុងប្រយ័ត្នព្រោះក៏បានយករាងកាយរងផ្លែដើរជាមួយតងទីងឈាមក៏បានខ្ទាតតងទីងគាត់ក៏មានការតក់ស្លុតយ៉ាងខ្លាំងក្រោយមកគាត់ក៏បានវិភាគម្នាក់នោះរួចក៏បានឆ្លៀតការរត់គេចគាត់ក៏ព្យាយាមហៅសិស្សប្អូនប្រាប់គេកុំឲ្យគេលក់ឲ្យសោះពេលឈូក៏បានបើកភ្នែកមកតិចតិចនិយាយទៅកាន់សិស្សច្បងថាភ្លើងពេលរាត្រីក៏ពិតជាសោកស្អាតណាស់គាត់ក៏សួរសិស្សប្អូនវិញហេតុអ្វីបានជារងការវិភាគនៅជំនួសគាត់ខណៈពេលនេះដែលបរិអត់ក៏បាននោះក៏នៅតែបន្តវិភាគពេលឈូក៏បានប្រាប់បន្តថាសិស្សច្បងគឺមានជំនាញខ្លាំងបើគាត់ស្លាប់នោះគេក៏មិនអាចរួមបានដែរតងទីងក៏ព្យាយាមគេបន្តសរសើរទៅកាន់សិស្សប្អូនថាពិតជាឆ្លាតណាស់រាពេលឈូវិញក៏បានស្មាននឹកគិតទៅដល់នៅពេលដែលគេបានជួបជាមួយឈឺតង់លើដំបងក៏ពិតជាសប្បាយចិត្តតែមិនតាន់បានប្រមាណផងក៏ស្ទើរតែស្លាប់ទៅបាត់តងទីងក៏ព្យាយាមស្រែកហៅសិស្សប្អូនភ្លាមៗឲ្យពេលនោះក៏បានវិភាគម្ដងទៀតហើយដល់បែបនេះគាត់ក៏មិនតែព្យាយាមផ្លាត់ទីលឿនជាងនេះបន្ថែមទៀតតែគេក៏បានក៏អាវុធមកចំដៃជាប់លើខ្លួនពេលឈូធ្វើវាមុតកាន់តែខ្លាំងតែមកក៏បានផ្លាត់ទីជាងលឿនមកវិភាគជាស្មារតីដែលតងទីងអាចយកជើងទប់ទាន់បរិបម្នាក់នោះក៏ចង់យកអាវុធរបស់គេចាក់ជើងតងទីងតែក៏នៅតែមិនអាចចាក់បានបើទោះបីជាចឹងតងទីងក៏នៅតែត្រូវបានគេទាត់មួយជើងធ្វើគាត់បានខ្ទាតយ៉ាងឆ្ងាយចំណដល់ខាងក្រោមពេលឈូក៏បានស្រែកយ៉ាងខ្លាំងដោយសារតែអាវុធបានមុតកាន់តែជ្រៅតងទីងក៏ជួយលួងលោមសិស្សប្អូនឲ្យគេរងចាំបន្តិចទៅគាត់នឹងនាំគេទៅជួបឈឺតង់ឯងកំការអ្វីសោះប្រពន្ធរបស់ឯងកំពុងតែរងចាំបរិអត់ក៏បានគាត់នៅតែបន្តដើរចូលនិយាយផងដែរថាគេនឹងមកជួបអ្នកទៅពីទៅឋាននរកនិយាយរួចក៏បានគប់អាវុធរបស់គេមកតែក៏ត្រូវបានមនុស្សម្នាក់បានមករារាំងអ្នកដែលបានមកជួយពួកគេនោះនាងក៏ជាឈឺតង់តងទីងក៏បានហៅទៅកាន់នាងបរិអត់ក៏បានគាត់និយាយផងដែរថាពិតជាមនុស្សស្មានដល់មែនឈឺតង់នាងក៏បានសម្លឹងមើលទៅកាន់ពេលឈូតត់ស្លុតយ៉ាងខ្លាំងទូតងទីងតែគេមិនអីទេតងទីងក៏បានប្រាប់នាងបើព្យាបាលមិនទាន់ទេគាត់ខ្លាចតែភ្លាមបរិអត់ក៏បានសម្លុកចូលវេបហាតែក៏ត្រូវបានឈឺតង់ទប់ទល់រួចក៏បានវាយគេខ្ទាតនាងក៏បានប្រាប់តងទីងឲ្យនាំពេលឈូទៅមុនទៅពេលឈូក៏ព្យាយាមប្រាប់សិស្សច្បងផងដែរថាកុំឲ្យទៅថាគេគឺចង់នៅជាមួយឈឺតង់ព្រះឈឺតង់ក៏បានស្ទុះទៅជាងលឿនជាន់ទៅកាន់គេមួយជើងរួចក៏បានផ្លាត់ទីឡើងទៅលើដំបូលបរិអត់ក៏បានគុំណាវុធសម្ងាត់ជាញទៅកាន់ឈឺតង់នាងក៏បានផ្លាត់ទីចាស់ចេញតែបើទោះបីជាចឹងគេក៏នៅតែបន្តដេញវិភាគខណៈពេលនេះឈឺតង់យកឲ្យឡើងបន្តិចក៏បានសម្លុកចូលតែគេក៏អាចទប់ទល់បានបន្តមកឈឺតង់ក៏បានប្រមូលផ្ដុំធម្មពលកាប់នៅចំហាយដែរជាច្រើនទៅកាន់បរិអត់កំបាំងគេក៏បានសម្លុកចូលគេពីចំហាយដែរទាំងអស់នេះក៏វារបួសរបស់គេឆាច់បន្តមកក៏បានកាប់ទៅកាន់ឈឺតង់ពេញចំហឹងតែនាងក៏នៅតែអាចទប់ទល់បានខណៈពេលដែលទាំងពីរនៅតែបន្តប្រយុទ្ធនោះបើយើងក្លែងមកកាន់ពេលឈូនេះវិញគេក៏នៅតែបន្តហៅទៅកាន់ឈឺតង់តងទីងក៏និយាយផងដែរថាគាត់គឺមិនឲ្យគេភ្ញាក់ឡើងដែលបាត់បង់ប្រពន្ធនោះទេដល់ឡែកឈឺតង់នេះវិញក៏នៅតែបន្តទប់ទល់ជាមួយនឹងបរិអត់កំបាំងម្នាក់នោះតែនាងហាក់បីជាមិនមែនជាដៃគូរបស់គេទេចុងក្រោយនោះក៏ត្រូវបានគេទប់មួយជើងខ្ទប់នៅជញ្ជាំងគេក៏នៅតែបន្តគប់នៅអាវុធជាច្រើនទៀតសម្ដៅទៅកាន់ឈឺតង់នាងក៏ព្យាយាមបង្វិលខ្លួនគេចតែមិនថាយ៉ាងណាចុងក្រោយក៏ត្រូវបានអាវុធរបស់គេគប់ជាប់អាវលើកនេះក៏មិនអាចរើខ្លួនបានទៀតឡើយបរិអត់ក៏បានដើរចូលមកឈឺតង់ព្យាយាមរើដែរតែក៏មិនអាចរើរួចស្រាប់ពេលដែរតងទីងក៏បានត្រឡប់មកវិញឃើញស្ថានភាពបែបនេះក៏ភ្ញាក់ផ្អើលពេលឈូវិញក៏នៅតែបន្តហៅទៅកាន់ឈឺតង់របស់គេតងទីងដើម្បីសិស្សប្អូនក៏ចាំបញ្ចេញក្បាច់គុនខ្លួនកាយមួយមកតែក៏ត្រូវបានពេលឈូគាត់ប្រាប់សិស្សច្បងកុំឲ្យបំពេញស្ថានភាពរបស់គាត់អីនិយាយរួចក៏សារទៅបានស្ទុះទៅជាលឿនសម្ដៅទៅកាន់បរិអត់កំបាំងម្នាក់នោះប្រមុខក្រុមនៅធម្មពលបន្តិចក៏បានស្រែកមកបំប៉ៅនៅដៃ
ជាប់ខ្លួនរបស់គេចេញឈឺតងឃើញបែបនេះក៏មានអាការភ្ញាក់ផ្អើលដែលឡៃពេជ្រឈូវិញក៏ចង់ប្រើប្រាស់ស្នេហ៍ចង្អុលក្នុងនោះទន្លេដើម្បីធ្វើគេគាំងស្គប់តែបរិយាក៏បានចាក់មកស្របពេលដំណើរគ្នាដែរជាសំណាងល្អដែលតុងទីងបានជួយទាត់ដៃរបស់គេចេញគ្រានោះតុងទីងក៏ចាប់អារម្មណ៍ផងដែរថានៅលើដៃរបស់គេគឺមានកូនពស់តូចមួយដែលឡៃពេជ្រឈូវិញក៏បានស្រែកមកយ៉ាងខ្លាំងថាកុំឲ្យប៉ះពាល់ប្រពន្ធរបស់គេrồiក៏បានវាយមកចង់ស្មាបរិយាអត់ក្បាំងម្នាក់នោះឈឺតងឃើញចឹងក៏រាំងរំភើបចិត្តបន្តិចដែរបើទោះបីជាចឹងសមត្ថភាពរបស់ម្នាក់នោះក៏ពិតជាខ្លាំងក្លាមិនអាចឲ្យគេគាំងស្គប់បានទេហើយបន្តិចហើយក៏បានផ្លាត់ទីចាស់ចេញពីទីនេះបាត់ទៅចំណែកឯតាពីនេះវិញក៏ប្រចាំមកមើលពេជ្រឈូស្ថានភាពគឺកាន់តែគ្រោះថ្នាក់ហើយឈឺតងក៏សួរទៅកាន់គេថាមិនអីទេឬពេជ្រឈូក្រោកមកក៏បានហៅទៅកាន់សាច់ច្បងតែរំពេចនៅក៏ស្អាតតែបានសម្លាប់ទៅបាត់បន្ទាប់មកនេះតាពីក៏បានយកពេជ្រឈូទៅឲ្យគ្រូពេទ្យជួយសង្គ្រោះតុងទីងដាក់សាបនៅសម្រាប់ហើយក៏បានស្រែកទៅកាន់លោកគ្រូពេទ្យម្នាក់នោះឲ្យគេទៅយកថ្នាំព្យាបាលជាមួយនឹងថ្នាំស្ពឹកមកបើហ៊ានតែយឺតពេលបន្តិចនោះគាត់នឹងដុតសំណាក់នេះខ្លាចជាភ័យជាមិនខានលោកគ្រូពេទ្យម្នាក់នោះក៏ផាត់ភ័យញ៉ាំទៅរកថ្នាំរីឯតុងទីងក៏បានសម្លឹងទៅកាន់របួសសិស្សប្អូននឹកទៅដល់ពេលនោះរបួសមួយទៀតនោះក៏បែបនេះដែរកម្មការបច្ចុប្បន្នវិញពេជ្រឈូក៏បានបើកភ្នែកមកហើយទៅកាន់ឈៀវតុងទីងក៏បានលេបរបួសឲ្យសិស្សប្អូនប្រតិបត្តិសំទោសថាគាត់មកគួរយកគេមកតាមគាត់ទេឯងក៏តែស្នាក់នៅក្នុងសំណាក់ជូររងចាំប្រពន្ធរបស់ឯងទៅល្អជាងឈៀវតុងក៏បានប្រាប់តុងទីងថាគាត់រងរបួសធ្ងន់ណាស់ទុកឲ្យនាងជាអ្នកព្យាបាលក្រោយមកក៏លើកពេជ្រឈូអង្គុយនាងក៏បានបញ្ចូលនៅធម្មពលទៅលើរបួសរបស់គេរំពេចនោះឈៀវតុងនាងក៏មានការភ្ញាក់ផ្អើលពេជ្រឈូបានគេនាងនៅដើរនេះបានច្បាស់លាស់ណាស់គេបានរំកិលនៅដើរនេះជាផុតអំពីបេះដូងរបស់គេតុងទីងលើបែបនេះគាត់ក៏រៀនសប្បាយចិត្តមិនទិញតែព្រមទាំងបានសរសើរទៅកាន់សិស្សប្អូនថាគេពិតជាមានជំនាញខ្លាំងណាស់ការកិច្ចពីដើរដល់សាហាវមួយនេះបានវាមិនមែនជាសំណាងនោះទេរីឯឈឺតុងនេះវិញមកចូលនៅធម្មពលរួចក៏បានប្រគល់នៅធម្មក្របមួយឲ្យពេជ្រឈូលេបប្រាប់គេថាវារៀងឈឺចាំបន្តិចហើយបន្តមកការព្យាបាលក៏នៅបន្តរហូតមកដល់ពេលព្រឹកតុងទីងគាត់ក៏កំពុងតែអង្គុយតាំងវិបាកចិត្តរីឯឈឺតុងក៏បានជួយខ្លួនឲ្យពេជ្រឈូថែមទាំងពេលនេះកាន់ដៃពេជ្រឈូយ៉ាងជាប់ទៀតពេជ្រឈូក៏បានក្រោកមកហើយទៅកាន់ឈឺតុងនាងក៏បានប្រាប់ថានាងនៅទីនេះនាងក៏បានប្រាប់គេឲ្យសម្រាប់ឲ្យបានល្អសិនទៅតុងទីងក៏បានមកប្រាប់ដែរថាពួកយើងនៅទីនេះទេតែភ្លាមពេជ្រឈូក៏ស្ទើរតែបានស្លើបភ្នែកសន្លប់ទៅម្ដងទៀតឈឺតុងនាងក៏បានរំលឹកទៅដល់ការស្លាប់คล้ายៗរបស់គ្រួសារនាងតុងទីងក៏បានសូមបញ្ជាក់ថាគម្រោងរបស់នាងគឺជាស្នាដៃរបស់ឈិងលៀនពិតមែនតែឈឺតុងក៏ឲ្យគាត់រងចាំឈិងលៀនប្រាប់គេដល់ផ្ទាល់ទៅបន្ទាប់មកសិស្សក៏បានកម្មការควបគុំខាងនេះវិញតុងទីងក៏បានមកជួបជាមួយឈិងលៀនហើយពេលនេះឈិងលៀនក៏បានតែងខ្លួនធ្វើជាមនុស្សស្រីវិញដែរតុងទីងក៏បានហៅទៅកាន់នាងតែยังមិនទាន់ដឹងថានឹងមានអ្វីកើតឡើងបន្តទៀតប៉ុណ្ណោះតែរឿងមួយពេលនេះក៏បានមកដល់ទីបញ្ចប់អញ្ចឹងមកពេញចិត្តនៅវីដេអូនេះក៏pleaseជួយ like subscribe អ្នកមួយផងវីដេអូនេះគេមិនទៅប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយ